IMF បានគូសបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជាបាននឹងកំពុងតែបន្តស្ទុះងើបឡើងវិញបើទោះបីជាមានល្បឿនតិចតួចក៏ដោយតួយ៉ាងផលិតផលនៅក្នុងស្រុកសរុបរបស់កម្ពុជានៅឆ្នាំ2024បានសម្រេចកំណើន 5.5% ហើយនៅឆ្នាំ2025នេះ IMF ក៏បានព្យាករណ៍ថាកម្ពុជាអាចសម្រេចបានដល់ទៅ 5.8%អ្នកជំនាញយល់ឃើញថាការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាក្នុងរង្វង់ 5.8% នៅឆ្នាំ2025នេះគឺបានបង្ហាញពីសញ្ញាណល្អប្រសើររបស់សេដ្ឋកិច្ចកម្ពុជាការជំរុញការអភិវឌ្ឍវិស័យកសិកម្មនិងកសិឧស្សាហកម្មឲ្យកាន់តែល្អប្រសើរឡើងគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាបន្ថែមលើកំណើននៃវិស័យទេសចរណ៍ថែមទៀតការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ2025នេះដែរក៏ដោយសារការត្រឡប់ទៅរកភាពល្អប្រសើរបន្តិចម្ដងនៃសេដ្ឋកិច្ចសកលលោកជាពិសេសប្រទេសដៃគូពាណិជ្ជកម្មកម្ពុជាស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកបន្តមានស្ថិរភាពល្អទន្ទឹមនេះយោងទៅតាមលទ្ធផលរីកចម្រើននៃវិស័យឧស្សាហកម្មអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរវិស័យសេវាកម្មនិងវិស័យកសិកម្មដែលបានពង្រឹងការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រនានារួមជាមួយនឹងការបន្តពង្រឹងការកែតម្រង់ស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះទៀតផងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានព្យាករណ៍ថាវិស័យសំណង់ក្នុងឆ្នាំ2025នេះនឹងមានសន្ទុះក្នុងរង្វង់ 2.5% និងវិស័យអចលនទ្រព្យក្នុងរង្វង់ 2.6% កំណើនក្នុងវិស័យទាំងពីរនេះត្រូវបានក្រសួងសេដ្ឋកិច្ចបញ្យល់ថាគឺដោយសារសកម្មភាពសាងសង់និងការទិញលក់អចលនវត្ថុខណៈលំហូរទុនវិនិយោគពីបរទេសចាប់ផ្ដើមមានសកម្មភាពឡើងវិញជាបន្តបន្ទាប់ដោយឡែកនៅក្នុងវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងច្បាប់ថវិកាជាតិឆ្នាំ2025ដដែលក្រសួងសេដ្ឋកិច្ចបានដាក់ក្តីរំពឹងកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរង្វង់ 6.3% សម្រាប់ឆ្នាំ2025នេះដោយសារកំណើនក្នុងវិស័យឧស្សាហកម្មសេវាកម្មនិងកសិកម្មទន្ទឹមនេះរដ្ឋាភិបាលកម្ពុជាក៏គ្រោងធ្វើការបោះពុម្ពផ្សាយមូលបត្ររដ្ឋចំនួន 500,000 លានរៀលឬស្មើប្រមាណ 123 លានដុល្លារអាមេរិកសម្រាប់ហិរញ្ញប្បទានចំណាយវិនិយោគនិងរក្សាតុល្យភាពថវិកាជាតិក្នុងឆ្នាំ2025ពាក់ព័ន្ធនឹងអត្រាអតិផរណាជាមធ្យមប្រចាំឆ្នាំនៅកម្ពុជាត្រូវបានក្រសួងសេដ្ឋកិច្ចព្យាករណ៍ថាគឺមានក្នុងរង្វង់ 2.5% ក្នុងឆ្នាំ2025ដោយសារតែការរក្សាបាននូវលំហូរសេដ្ឋកិច្ចក្នុងស្រុកនិងស្ថានភាពថ្លៃទំនិញអន្តរជាតិចំពោះទុនបម្រុងអន្តរជាតិក្នុងឆ្នាំ2025ក៏ត្រូវបានរំពឹងថាគឺកើនដល់ 24.4 លានដុល្លារអាមេរិកដែលស្មើនឹងរយៈពេល 7 ខែនៃការនាំចូលទំនិញនិងសេវាកម្មក្នុងស្រុកក្រុមហ៊ុនអចលនទ្រព្យ Lucky គឺជាក្រុមហ៊ុនវាយតម្លៃឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងមានដៃគូធនាគារធំៗជាច្រើន។